ព្រឹកក្បាក់ខ្ញាក់បើមិនជឿសូមកុំប្រមាថជំនឿលើខ្នាយតាំងជ្រូកព្រៃឬចែកកាច់មានមហិទ្ធិឫទ្ធិអស្ចារ្យប្រជាជនខ្មែរដែលរស់នៅក្នុងប្រទេសកម្ពុជាឬប្រទេសថៃពួកគាត់នៅតែមានជំនឿនឹងខ្នាយតាន់ដែលជាវត្ថុស័ក្តិសិទ្ធិនាំមកនូវសិរីមង្គលនិងសេចក្តីសុខចម្រុងចម្រើនជនជាតិខ្មែរភាគច្រើនរួមមានពួកទំពួនភ្នងនិងស្ទៀនមានជំនឿលើខ្នាយតាន់ដែលចូលចិត្តពាក់លម្អរាងកាយរបស់ពួកគាត់ប្រជាជនខ្មែរដែលរស់នៅតាមតំបន់ព្រៃភ្នំជាពិសេសនៅតំបន់ជួរភ្នំដងរែកដែលគេយល់ឃើញថាជាតំបន់អាថ៌កំបាំងប្រកបដោយបារមីនិងវត្ថុស័ក្តិសិទ្ធិឬក៏ជាកន្លែងរស់នៅដ៏សុខសាន្តសម្រាប់ជ្រូកព្រៃដែលសម្បូរទៅដោយមើមដំឡូងព្រៃតាមការសិក្សាស្រាវជ្រាវបានបញ្ជាក់ឲ្យដឹងថាជ្រូកព្រៃមានទម្លាប់រស់នៅជាហ្វូងហើយនៅក្នុងហ្វូងជ្រូកនីមួយៗគេប្រទះឃើញមានជ្រូកឈ្មោលមួយក្បាលមានធំមានដុំខ្នាយវែងហើយកាចសាហាវជាងមេហ្វូងខណៈពេលដែលមានកូនជ្រូកព្រៃឈ្មោលទើបនឹងកើតមេហ្វូងនឹងសម្លាប់កូនជ្រូកនោះជាមិនខានប៉ុន្តែពេលមេហ្វូងជិតស្លាប់ទើបវានឹងទុកកូនឈ្មោលណាដែលមានលក្ខណៈសម្បត្តិដូចវាដើម្បីដឹកនាំហ្វូងជ្រូកព្រៃបន្តទៀតចំពោះមេហ្វូងចាស់ជរាវានឹងដើរទៅរកកន្លែងស្ងាត់ដើម្បីយកខ្នាយតាន់របស់វាទាំងពីរទៅកាច់បំបាក់នឹងដើមឈើជ្រូកព្រៃដែលពន្លឺនៅលើថ្ងាសគឺមានមហិទ្ធិឫទ្ធិបណ្ដាលឲ្យខ្នាយ